បាទឈ្មោះអៀកំស្រេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពទីរាប់អានលើកនេះខ្ញុំសូមលើកយកពីរឿងគណៈបកសង្គ្រោះជាតិដែលលោកស៊ុនឆៃដែលបានបកស្រាយនៅក្នុងវិទ្យុម៉ៃប៉ោះពីរឿងការចរចាយើងតោងតែយល់ហើយសង្គមជាតិយើងមកទល់នឹងសពថ្ងៃបើយើងនិយាយពីរឿងការចរចាដរាបណាតែយើងពាក្យតែហៅថាចរចាមួយម៉ាត់ហ្នឹងយើងត្រូវយល់ពីពាក្យចរចាតែទន្ទឹមនឹងពាក្យចរចានេះខ្ញុំសូមវិជ្ជាពីសង្គមជាតិយើងឲ្យយើងយល់ទាំងអស់គ្នាសិនសង្គមជាតិយើងសពថ្ងៃហ្នឹងគឺក្រោមការឈ្លានពានរបស់យួនចេះអ្វីដែលរយៈកាលកន្លងមកដែលយើងនាំគ្នាធ្វើបាតកម្មហើយអស់រយៈពេល20ឆ្នាំហើយតាំងពី93មកទល់នឹងឆ្នាំ2013ហ្នឹងយើងឃើញសង្គមយើងទីហិនហោចអស់រលីងហើយការរងទុក្ខវេទនាប្រជាពលរដ្ឋកាន់តែស្លាប់បន្តបន្ទាប់ភាពរងអយុត្តិធម៌កាន់តែកើនឡើងជាលំដាប់យើងមើលឃើញទាំងអស់គ្នាពីបញ្ហាសង្គមហ្នឹងទន្ទឹមនឹងពេលហ្នឹងខ្ញុំក៏បានឆ្លៀតឱកាសមួយបំណែកធំដើម្បីជួយជំរុញមជ្ឈដ្ឋានជាតិឲ្យយល់ថាបើសិនជាការណាដែលរស់នៅលើទឹកដីមួយដែលមិនដឹងពីប្រវត្តិសាស្ត្រនៅការពិតអានឹងហើយជាភាពដែលវិនិច្ឆ័យកម្មខ្មែរយើងបង្កមកទល់នឹងសពថ្ងៃគឺបណ្ដាលមកពីអីមកពីមហិច្ឆតានៃការឈ្លានពានពីយួនហ្នឹងតែងតែប្រើវិធីសាស្ត្រគ្រប់បំណែកជ័យកម្លាំងខ្មែរយើងទៅយកមកគៀបសង្កត់ខ្មែរហើយសម្លាប់ខ្មែរគឺសិតតែមុខខ្មែរគូយួនបំរើយួនសម្លាប់ខ្មែរអ្វីដែលលោកស៊ិនឆៃគាត់និយាយគេថាសូមរោដំណោះស្រាយនៅភាពសេចក្តីសុខយើងសូមសួរនៅក្នុងពិភពលោកអ្វីដែលសុខមិនមែនយើងទៅអុជធូបបួងសួងពងវត្តនាឲ្យបានសេចក្តីសុខទេសុខដរាបណាតែយើងមានទុល្យភាពអំណាចគេខ្លាចយើងបានគេមិនហ៊ានជាមួយយើងបានយើងនឹងបានសុខដូចជាអាពាក្យសុខមួយម៉ាត់ហ្នឹងសេចក្តីសុខមួយម៉ាត់ហ្នឹងមិនមែនស្ថិតនៅលើបួងសួងមិនមែនស្ថិតនៅការខ្លាចបង្កបញ្ហាទេអ្វីដែលយើងចង់បានសេចក្តីសុខហ្នឹងដរាបណាតែយើងមានអំណាចយើងមានភាពខ្លាំងក្លាបានហៅថាសេចក្តីសុខហ្នឹងវាមានមកលើយើងដូចជាចំណុចមួយខ្ញុំចង់បញ្យល់នៅពាក្យមួយគេហៅរវាងអួតឲ្យពិតវាស្ថិតនៅណារយៈកាលកន្លងមកដូចជាខ្ញុំសូមបញ្យល់ប្រាប់មជ្ឈដ្ឋានជាតិឲ្យយល់ច្បាស់រវាងអួតហើយនឹងពិតហើយវាស្ថិតនៅណាតាមក៏ពិតពាក្យហ្នឹងតែងាយស្រួលទេបើនិយាយហើយធ្វើឲ្យបានបង្ហាញឲ្យឃើញអាហ្នឹងគេហៅថាពិតហើយមិនគេហៅថាអ្នកអួតពួកអ្នកអួតហ្នឹងនិយាយហើយបានតែនិយាយអត់បានធ្វើអាហ្នឹងគេហៅអួតហើយរវាងតែអួតហើយនឹងបោកខុសគ្នាយ៉ាងម៉េចតាមក៏ពិតខុសគ្នាមកជំហានដូចគ្នាក៏ប៉ុន្តែអ្នកអួតនិយាយអត់ពិតតែអត់បានយកអចលនៈទ្រព្យរបស់អ្នកណាតែមិនគេហៅថាអ្នកបោកហ្នឹងនិយាយអត់ពិតហើយយកអចលនៈទ្រព្យរបស់គេអាហ្នឹងគេហៅថាអ្នកបោកហើយអ្នកបោកវាចែកចេញជាពីរទៀតគេហៅថាបោកមើលឃើញហើយនឹងបោកមើលមិនឃើញដូចក្នុងពាក្យភាសាបាលីគេថារូបិយនិងអរូបិយណាដូចជាចំណុចហ្នឹងដែលយើងចង់និយាយថាស្អីគេបោករូបិយដែលហៅថាបោករបស់ដែលយើងមើលឃើញចុះអាបោកមើលមិនឃើញហើយអាហ្នឹងគេហៅថាបោកស្រីស្នេហ៍អាហ្នឹងយើងនិយាយឲ្យចំនៅពាក្យងាយស្រួលហើយខ្លីៗទេដូចជាយើងមិនបាច់ទៅបន្លាយនៅពាក្យអីច្រើនដូចនៅក្នុងភាសាសាសនាទេដូចជាយើងនិយាយនៅពាក្យដែលងាយស្រួលហើយខ្លីទៀតអាហ្នឹងខ្ញុំចង់ចំណុចដែលចង់បញ្ជាក់ពីរឿងរវាងអួតហើយនឹងពិតរយៈកាលកន្លងមកហេតុអីបានសន្ទុះប្រជាពលរដ្ឋងើបឡើងដល់រដ្ឋនឹងពីព្រោះមកគេជឿសម្ដីរបស់ឯកឧត្តមសំរងស៊ីឯកឧត្តមកឹមសុខានៅក្នុងគណៈបកសង្គ្រោះជាតិយោពីយន្តការ7ចំណុចជាអត្ថភាពដល់តែចុងបញ្ចប់យើងមើលឃើញថាភាពដែលប្រជាពលរដ្ឋហេតុអីបានគេជឿជាក់ពីព្រោះមកពីគេមានជំនឿថាខាងផ្នែកគណៈបកលោកសំរងស៊ីកឹមសុខានឹងដែលមានឆន្ទៈទៅលើជាតិតែចុងបញ្ចប់ឥឡូវហ្នឹងអាក្រុមពួកចោលហ្នឹងបានន័យថាគេលិចហើយគេបើកមុខជាចំអមកពីមុនថាគេអត់ចោលទេតែឥឡូវគេបង្ហាញគេចោលហើយឥឡូវបើអញចោលឲ្យធ្វើឲ្យអញបែរជាឯកឧត្តមសំរងស៊ីឯកឧត្តមកឹមសុខាក៏បាននិយាយទស្សនៈនឹងដែរយើងមិនអាចទៅប្តឹងចោលបានទេព្រោះវាជាចោលក្រមផងវាជាចោលផងវាជាចោលក្រមផងវាជាប៉ូលីសផងហើយយើងទៅប្តឹងវាយ៉ាងម៉េចឥឡូវសរុបសេចក្តីទៅវិញយើងត្រឡប់ទៅចរចាវិញសូមសួរថាតើយើងទៅចរចាជាមួយនឹងពួកនឹងអដែលអត់ទេនៅតែពួកនឹងអដែលយ៉ាងម៉េចពួកនឹងក៏ជាចោលពួកនឹងក៏ជាចោលក្រមហើយពួកនឹងក៏ជាប៉ូលីសអានឹងជាចំណុចសំខាន់ដែលយើងចង់និយាយពីរឿងដែលការចរចាដែលយើងបានប្រកាសប្រាប់ជាអឡារឹកសម្រាប់ទៅដល់ប្រជាពលរដ្ឋថាយើងមិនចូលរួមទេអានឹងប្រជាពលរដ្ឋមានសេចក្តីសង្ឃឹមឥតគណនាដោយសារលើជំនឿទៅលើបុគ្គលសំរងស៊ីហើយលោកកឹមសុខាខ្ញុំនិយាយនេះមិនមែនខ្ញុំចោទប្រកាន់ទេក៏ប៉ុន្តែខ្ញុំសូមវេកញែកប្រាប់មជ្ឈដ្ឋានជាតិឲ្យយល់ពីរឿងគេហៅថាទុល្យភាពអំណាចហើយនឹងយើងធ្វើយ៉ាងម៉េចទៀតដូចជាខ្ញុំនឹងបកស្រាយរាល់សម្ដីដែលលោកស៊ុនឆៃគាត់និយាយបកស្រាយហ្នឹងតើវាសមឬមិនសមហើយខ្ញុំនឹងបកជូនមជ្ឈដ្ឋានជាតិនិងអន្តរជាតិដើម្បីឲ្យយល់ពីរាល់បញ្ហាដែលក្នុងសង្គមយើងនឹងកើតឡើងឥឡូវដូចជាចំណុចហ្នឹងសូមបងប្អូនសម្រាប់ដូចតទៅឥឡូវនេះសូមជម្រាបសួរលោកស៊ុនឆៃតាមសូមជម្រាបសួរហើយសូមថ្លែងគុំប្រសងហើយសូមគោរពបងប្អូនរួមជាតិស្រាប់ផងបាទជាបន្តសូមជម្រាបសួរបងប្អូនដែលជាធ្លាប់ដាក់វិភាគផ្នែកសង្គមក៏ដូចនយោបាយនៅក្នុងវិទ្យុផ្នែកតោះមានលោកចៃសនសូមជម្រាបសួរលោកចៃសនបាទសូមជម្រាបសួរផងដែរលោកស៊ុនតិនបាទសូមជម្រាបសួរបាទ
នឹងលើកមកសភាបាទអរគុណណាស់បាទទីទៅផ្ដល់មុននឹងផ្ដល់ឱកាសផ្ដល់សំណួរទៅដល់អ្នកសួរខ្ញុំសូមការអនុញ្ញាតជម្រាបសួរលោកសុនឆៃឲ្យលោកបង្ហាញអំពីជំហរចុងក្រោយរបស់គណៈបកសង្គ្រោះជាតិបន្ទាប់ពីការធ្វើការចរចារយៈពេល3ដងមកហើយព្រោះបងប្អូនវិទ្យារដ្ឋគាត់មានការឆ្ងល់ថាហេតុអីបានជាគណៈបកសង្គ្រោះជាតិគាត់ចរចាម្ដងនោះនិយាយអំពីចំណុចទី1ឲ្យបង្កើតគណៈកម្មការចម្រុះដើម្បីស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតប៉ុន្តែមានទី2ស្កត់ធ្ងន់គឺការប្រើគណៈកម្មការជាតិឬក៏ការបោះឆ្នោតខ្លាំងជាងអាទី1ទៅទៀតលោកមានអ្វីជាការបកស្រាយជំរាបជូនដល់លោកអ្នកស្ដាប់បានសូមអរគុណជាអ្នកតំណាងរាជហើយក៏ជាប្រធានក្រុមអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិថ្ងៃនេះបានមកប្រជុំផ្នែកបកមានឱកាសជំរាបជូនបងប្អូនផ្ទាល់ពីស្ថានភាពនយោបាយពីទូទៅផងហើយក៏ចង់ឆ្លើយអំពីអ្វីដែលបានលើកឡើងអំបញ្ញមិញថាជំហររបស់គណៈបកសង្គ្រោះជាតិដូចជាវាមិនច្បាស់លាស់មិនបានបង្ហាញភាពលំណាស់អីជាដើមប៉ុន្តែមុននឹងឈានទៅដល់ការបញ្យល់ទាំងឡាយឬក៏ការចាប់អារម្មណ៍រួមទាំងការចោទប្រកាន់ខ្លះមកលើថាដំណងគណៈបកសង្គ្រោះជាតិប្រការណាខ្ញុំបានសូមជួយឱកាសជម្រាបថាគណៈបកសង្គ្រោះជាតិដែលកើតឡើងហើយទទួលការគាំទ្រដល់គ្រប់ទឹកគ្រប់ដីកាលពីបោះឆ្នោតខែកក្កដាកន្លងទៅនេះគឺបានបង្កើតឡើងតាមឆន្ទៈពលរដ្ឋដោយសារពលរដ្ឋទាមទារថាឲ្យគណៈបកសម្រាប់ពីគណៈបកសិទ្ធិមនុស្សនឹងរួមគ្នាឡើងទើបអាចនឹងមានកម្លាំងគ្រប់គ្រាន់ទៅយកក្នុងការងារបោះឆ្នោតនេះឲ្យមានការផ្លាស់ប្ដូរដូច្នេះសូមជម្រាបបងប្អូនថាគណៈបកនេះកើតចេញពីឆន្ទៈពលរដ្ឋដែរហើយអ្វីដែលបានកំពុងធ្វើក៏ធ្វើយូរនិងផ្អែកទៅលើឆន្ទៈពលរដ្ឋដែរដូច្នេះហើយបានកន្លងទៅមានការរិះគន់តែក្តីច្រើនក្តីគណៈបកសង្គ្រោះជាតិថាដឹកនាំគណៈបកសង្គ្រោះជាតិតែយកចិត្តទុកដាក់ស្ដាប់យកមកពិចារណាទៅទោះបីការប្រមើលការសង្ស័យការចោទប្រកាន់ខ្លះនឹងវាមិនឆ្លងបញ្ចាំងការពិតនឹងក៏ដោយហើយមកទល់ថ្ងៃនេះដែលមានការចរចាពីម្សិលមិញទៀតតនោះក៏យើងមិនដែលបានបោះបង់ចោលពីអ្វីដែលយើងបានជឿពីដើមទីមកថាគណៈបកសង្គ្រោះជាតិត្រូវតែទាមទារឲ្យរកយុត្តិធម៌ការឆ្នោតហើយការប្រជុំដែលមិនចំហនេះមិនមែនជាកំហុសរបស់គណៈបកសង្គ្រោះជាតិទេគឺគណៈបកប្រជាជនបានស្នើសុំថាដោយសារវិធីការប្រជុំបច្ចេកទេសនោះសូមឲ្យការប្រជុំនេះគុំបើកចំហជាដើមនឹងហើយដោយគណៈបកសង្គ្រោះជាតិចូលថាការជជែកការស្ដាប់ការពិនិត្យទៅលើភាពជាក់ស្ដែងដើម្បីរកច្រកដោះស្រាយបញ្ហាប្រទេសជាតិគឺជាកត្តាចាំបាច់ទៅយើងក៏សម្រួលឲ្យមានការជជែកដើម្បីបើកផ្លូវរកទៅរកការដោះស្រាយបញ្ហាជាតិនេះជាបញ្ហាដែលកើតមានហើយខ្ញុំជម្រាបបន្តិចទៀតថាការជជែកនៅទៅមិនយ៉ាងម៉េចខ្ញុំមិនលាក់ហើយយើងសូមជម្រាបដែរថាទោះបីជាមានការខុសជួយគ្នាថាសូមកុំបញ្ចេញទៅការជជែកអីយ៉ាងណាប៉ុន្តែខ្ញុំយល់ថាមិនមែនជារឿងសម្ងាត់ទេរឿងប្រទេសជាតិជាការងារដែលពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ពលរដ្ឋខ្មែរគ្រប់រូបហើយពលរដ្ឋដែលជាម្ចាស់ទឹកម្ចាស់ដែលមានសិទ្ធិទទួលដឹងថាតើអស់លោកជាអ្នកតំណាងគណៈបកដែលជជែកពីរឿងវិស្នាជាតិនោះជជែកអីដែរគឺខ្ញុំមិនខ្លាចនឹងជម្រាបជូនដល់ប្រទេសជាតិប៉ុន្តែឥឡូវខ្ញុំចង់ឥឡូវខ្ញុំសូមជម្រាបលោកឯកឧត្តមឲ្យបានយល់ច្បាស់ពីរឿងថាឯកឧត្តមថាមិនមែនជាកំហុសរបស់ឯកឧត្តមទេតែឯកឧត្តមត្រូវយល់ពីពាក្យចាប់ផ្ដើមសិនពាក្យដែលក្នុងគណៈបកសង្គ្រោះជាតិអ្នកដែលទទួលខុសត្រូវក្នុងគណៈបកសង្គ្រោះជាតិបានលើកអំណាងខ្លួនឯងថាយើងដល់រាបណាតែមិនបង្ហាញការចរចាមិនបង្ហាញឲ្យប្រជាពលរដ្ឋឲ្យដឹងទេគណៈបកសង្គ្រោះជាតិអត់ចូលរួមទេនេះមិនមែនជាសម្ដីរបស់ប្រជាពលរដ្ឋទេនេះជាសម្ដីអ្នកដឹកនាំនៅក្នុងគណៈបកសង្គ្រោះជាតិតែផ្ទុយទៅវិញពួកយើងដឹងថាពួកនឹងគឺជាក្រុមចៅហើយធម្មតាពួកក្រុមចៅវាតែងតែការចរចាអីមួយវាតែងតែមានការលាក់កំបាំងតែឯកឧត្តមក៏តែងតែយល់ដែរពីព្រោះបញ្ហាទាំងអស់ហ្នឹងវាតែងតែលាក់កំបាំងវាមិនឲ្យយើងដឹងហើយចុះបើយើងដឹងថាចំណុចហ្នឹងហើយហេតុអីបានយើងនៅតែទៅចរចាជាមួយវាទៀតវាខុសពីកិច្ចសន្យារបស់ការសន្យារបស់បុគ្គលខ្លួនយើងអ្នកនិយាយពីព្រោះមិនមែនប្រជាពលរដ្ឋអ្នកនិយាយទេហើយក៏ប្រជាពលរដ្ឋក៏មិនបានបង្ខំថាឲ្យលោកនឹងចរចាដោយអាកំបាំងដែរតែអ្វីដែលលោកមានការនិយាយស្ដីហ្នឹងគឺសន្យាដោយខ្លួនឯងដូចជាចំណុចហ្នឹងដែលលោកត្រូវការទទួលខុសត្រូវហេតុអីបានថាលោកមិនថាមិននិយាយមិនមែនជាកំហុសរបស់គណៈបកសង្គ្រោះជាតិមិនមែនជាកំហុសរបស់អ្នកដឹកនាំតាមក៏ពិតហ្នឹងហើយជាកំហុសរបស់អ្នកដឹកនាំយើងមានពាក្យហៅថាបើយើងគោរពនៅសម្ដីដែលយើងបានសន្យាប្រាប់ប្រជាពលរដ្ឋថាពីថ្ងៃហ្នឹងទៅការចរចាអត់មានអាកំបាំងទៀតទេបើយើងរក្សាសម្ដីនឹងបានវាទៅជានិយាយពិតយើងធ្វើពិតតែអ្វីហៅថារវាងអួតហើយនឹងពិតតាមក៏ពិតឯកឧត្តមអួតវិញ
ទេមិនមែនហៅពុតទេណាពីព្រោះនិយាយឲ្យគឺអត់បានហើយគេបង្ខំឲ្យធ្វើយ៉ាងម៉េចឯកឧត្តមធ្វើតាមចឹងទៅអានឹងគេហៅថាអួតហើយកុំឲ្យយល់លេសដល់ស្រ័យថាខ្ញុំមិនមែនទៅសុំឲ្យគេយើងមិនមែនសុំយើងដឹងថាពួកនេះជាក្រុមចោរអីទៅចាំបាច់ឯកឧត្តមសុំអីប្រជាពលរដ្ឋគេមើលឃើញទាំងអស់អីទៅតែគាត់ស្ថិតនៅលើសម្រាប់ចិត្តមួយថាចូលឬក៏មិនចូលតែប៉ុណ្្នឹងតាហើយបើសិនជាយើងចង់ចូលដាក់ផ្សាយឲ្យប្រជាពលរដ្ឋដឹងអានឹងបានហៅថាយើងគោរពពីឆន្ទៈរបស់ប្រជាពលរដ្ឋតែផ្ទុយទៅវិញយើងមិនបានគោរពទៅថាឆន្ទៈប្រជាពលរដ្ឋហើយក្បត់ទាំងសម្ដីខ្លួនឯងថែមទៀតអានេះខ្ញុំចង់បញ្ជាក់ប្រាប់ឯកឧត្តមឲ្យយល់ពីកន្លែងហ្នឹងបាទខ្ញុំចាក់បន្តទៀតខាងអីគឺចរចាបងប្អូនជឿថាគណៈបកសង្គ្រោះជាតិនោះគឺបាតកម្មវាយឲ្យយកឈ្នះមកទៅបានគឺសាមឲ្យទៅមកដាក់វាដល់មកទៅឲ្យលំបោកនឹងទៅដើម្បីផ្លាស់ប្ដូរពីមួយចំមួយខ្លះហ្នឹងក៏ស្នើថាទេយើងកុំឈានទៅដល់ការប្រើប្រាស់អំពើហិង្សាពួកយើងជាខ្មែរមួយធ្លាប់រងគ្រោះដោយសារតែអំពើហិង្សាគឺមានការស្លាប់មនុស្សអស់ច្រើនមកហើយការដួលរំលំរបបមួយដល់អំពើហិង្សានេះមិនថាបាននាំមកប្រទេសយើងនៅផលប្រយោជន៍គឺតែធានាទៅដល់សន្តិភាពសេរីភាពអីនោះទេដូច្នេះគួរតែយើងរកវិធីដោះស្រាយដោយសន្តិវិធីជាមួយនោះដែរដោយប្រទេសយើងជាប្រទេសតូចមួយនៅក្នុងចំណោមប្រទេសធំពីរដែលជាប្រទេសដែលតែងធ្វើបាបយើងឆ្លងទឹកដីយើងឈ្លានពានយើងក្នុងប្រវត្តិសាស្ត្រក្តីអតីតកាលក្តីបច្ចុប្បន្នក្តីពីយកទៅឱកាសណាដែលខ្មែរជួបប្រកែកគ្នាហ្នឹងហើយដែលជាយកសម្លេងពីប្រទេសយើងដូច្នេះយើងបានវិភាគយើងមិនអាចធ្វើដោយកំហឹងយើងមិនអាចធ្វើការសម្រេចចិត្តនយោបាយពាក់ព័ន្ធនឹងប្រទេសជាតិដោយមនោសញ្ចេតនាដោយផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងនេះយ៉ាងនោះទៅវិភាគឲ្យគ្រប់គ្រាន់ឲ្យសពគ្រប់ដើម្បីការសម្រេចចិត្តយ៉ាងណាមួយនោះធានាឲ្យបានថាវាបើមិនបានធ្វើឲ្យល្អជាងមុនទៅខ្មោចធ្វើឲ្យប្រទេសជាតិវាពីទីដល់ធៀមទៅអ្វីដែលឯកឧត្តមនិយាយពីរឿងមានគេស្នើសុំមកខ្ញុំដឹងអត់ខ្ញុំក៏ដូចគ្នាដែរបងប្អូនមួយចំនួនក៏បាននិយាយដែរវាយឲ្យណាណីទៅអានឹងចំណុចមួយដែលមតិពលរដ្ឋមួយចំនួនគាត់និយាយអញ្ចឹងមតិមួយចំនួនទៀតយើងត្រូវតែដោះស្រាយតាមសម្រួលទៅដូចឯកឧត្តមនិយាយយើងប្រទេសខ្មែរយើងជួបនៅវិបត្តិច្រើនណាស់ហើយរងទុក្ខវេទនាយើងគួរតែចរចាគ្នាដោយសន្តិវិធីឥឡូវខ្ញុំចង់វិនិច្ឆ័យពីពាក្យពីរមកខាងជំរុញឲ្យមានទុកមកខាងទៀតជំរុញឲ្យមានភាពសម្របសម្រួលចរចាតែមុននឹងយើងនិយាយទាំងអស់ហ្នឹងយើងទៅផ្ដោតទៅលើបដិបត្តិសង្គមហើយជំហររបស់សង្គមយើងគិតមើលថាទឹកដីយើងសពថ្ងៃហ្នឹងការឈ្លានពានរបស់យួនឥឡូវខ្ញុំក៏នឹងសូមបង្វែរបន្តិចសិនក្រោមការឈ្លានពានសពថ្ងៃហ្នឹងយើងគឺក្រោមការឈ្លានពានរបស់យួនហើយយួនហ្នឹងប្រើវិធីសាស្ត្រគ្រប់បំណែកដើម្បីយកទឹកដីខ្មែរពីព្រោះគេបានប្រើវិធីសាស្ត្រឲ្យអ្នកណាដែលជាអ្នកសម្លាប់ខ្មែរគឺអាស៊ីអនុណាគេខ្ចីគេយកអាស៊ីអនុហ្នឹងដាក់ជាគោលដើម្បីគេយកទឹកដីខ្មែរគេសម្លាប់ប្រជាពលរដ្ឋខ្មែរគេធ្វើបាបខ្មែរសរុបសេចក្តីទៅគេកំទេចខ្មែរចេញហើយគេមិនបង្កើតឲ្យខ្មែរចេះយើងមើលរយៈកាល20ឆ្នាំដូចខ្ញុំបានបញ្យល់នៅក្នុងលក្ខណៈពីមុនយើងនិយាយហើយតាមការពិតយើងបានជោគជ័យ2ដងតែយើងដោយសារអាពាក្យដោយសារតែអាទស្សនៈសម្របសម្រួលហ្នឹងអាទស្សនៈដែលស្អីគេដែលជឿអាស្ដេចហ្នឹងដែលយើងជួបពីនិស្កម្មរហូតមកទល់សពថ្ងៃគឺបណ្ដាលមកពីអីមកពីអាស្ដេចជាអនុហ្នឹងហេតុអីបាទខ្ញុំលើកអញ្ចឹងចំណុចដែលយើងបានជោគជ័យយើងបានកំទេចអាយួនហ្នឹងមកសាពីឆ្នាំ1970មកដល់75យើងបានកំទេចពួកយួនដឹកជញ្ជូនវាទៅស្រុកវាមួយបានមួយបំណែកហើយយើងបានប្រឆាំងដាច់ខាតនៅក្នុងលទ្ធិប្រជាធិបតេយ្យគឺយើងមើលឃើញថាទីស៊ីអនុហ្នឹងគឺជាចារកិច្ចរបស់យួនបំរើយួនសម្រាប់ខ្មែរយកអាទ្រឹស្ដីមួយខ្មែរយើងតាំងពីដើមមកអត់ចេះត្រូវគ្នាហេតុអីបានយើងមិនត្រូវគ្នាពីព្រោះមកពីជំនឿដែលយើងមុខងល់ទៅលើអាស្ដេចហ្នឹងបញ្ហាដែលសំខាន់ទៀតមុខងល់ទៅលើសាសនាដែលមិនព្រមយកពីអង្គមមកវិភាគឲ្យបានត្រឹមត្រូវម្នាក់សុំទាញយកតែសេចក្តីសុខតែសុខនៅកន្លែងណាមិនមែនយើងទៅបួងសួងឲ្យធូបបងវតាឲ្យសុំសេចក្តីសុខទេសុខដល់រាបណាតែយើងមានអំណាចយើងមានកម្លាំងបើហៅថាសេចក្តីសុខហ្នឹងបានហៅសុខកើតហើយខ្ញុំដូចខ្ញុំចង់និយាយពាក្យចរចាអញ្ចឹងអ្វីគេហៅថាការចរចាដល់រាបណាតែយើងចរចាដល់រាបណាតែយើងមានអំណាចបានយើងទៅចរចាជាមួយគេកើតវាមិនដែលអ្នកទៅសុំទានទៅចរចាជាមួយនឹងអ្នកខ្លាំងកើតទេយើងទៅយល់ឲ្យច្បាស់លាស់ត្រង់កន្លែងហ្នឹងយើងទៅហៅទៅអ្នកសុំទានឲ្យទៅចរចាជាមួយអ្នកមានអំណាចទេកន្លែងហ្នឹងឯកឧត្តមទៅយល់ឲ្យច្បាស់លាស់មិនមែនឯកឧត្តមប្រើពាក្យចង់ឬមិនចង់ទេអាមួយត្រូវតែមកយើងត្រូវតែ
ប្រឆាំងជាដាច់ខាតពីព្រោះយើងមើលឃើញហើយចំណុចអស់ហ្នឹងយើងមើលឃើញរួចហើយខ្ញុំក៏បានបញ្ជាក់ប្រាប់អស់ក្នុងលក្ខណៈនោះអស់ដែរគោប៉ុន្តែឯកឧត្តមប្រើទៅក្នុងទស្សនៈមួយអីគេសុំតែសេចក្តីសុខរੂដំណោះស្រាយយើងមើលឃើញហើយសង្គមហ្នឹងគឺពួកហ្នឹងបំរើយួនសម្រាប់ខ្មែរហើយយើងថាខ្មែរយើងរយៈកាលកន្លងមកអត់ដែលបានសេចក្តីសុខអត់មែនពីព្រោះយើងបានជោគជ័យ2ដងហើយទី1យើងសម័យលន់នល់យើងអត់ជឿលន់នល់ចុងបញ្ចប់យើងបានទទួលនៅរបបខ្មែរក្រហមណាបំសម្លាប់ជាតិខ្មែរយើងងាប់អស់3លាននាក់ដោយសារអាទស្សនៈមិនជឿហ្នឹងយកគ្នាទៅជឿស្ដេចអាទស្សនៈមិនជឿនៅក្នុងរបបសាធារណរដ្ឋហ្នឹងអស់3លានណាបង្កវិនិច្ឆ័យកម្មមករងទុក្ខវេទនាក្រោយមកទៀតឆ្នាំ1979ចលនាទៅតស៊ូតាមជាដែរយើងតស៊ូអស់11ឆ្នាំយើងយកបានលទ្ធិប្រជាធិបតេយ្យសេរីរូបចុងបញ្ចប់ប្រជាពលរដ្ឋណាដោយការលើកជំនឿអាស្ដេចហ្នឹងទៅលើក$23.91ហ្នឹងទៅលើកឲ្យស្ដេចអាស្ដេចហ្នឹងចុងបញ្ចប់បង្វែរលើកហុចដងទៅឲ្យយួនឲ្យមកបុកប្រជាជាតិយើងមកទល់ឆ្នាំ2013អានេះចំណុចដែលយើងបានជោគជ័យ2ដងអ្វីដែលយើងជឿទៅលើអាស្ដេចហ្នឹង2ដងហ្នឹងនឹងឲ្យជាភាពជោគជ័យតើអ្នកណាដែលជំរុញឲ្យជំនឿទាំងអស់ទៅលើនឹងជាទី1គឺសាសនាហ្នឹងណាជំនឿសាសនាហ្នឹងដែលនាំគ្នាជំរុញថាស្ដេចនឹងអស្ចារ្យណាព្រះអស្ចារ្យណាចំណុចហ្នឹងហើយយើងដែលឃើញថាព្រះណាមកជួយយើងទេរហូតមកទល់សប្តាហ៍ថ្ងៃពាក្យព្រះមួយម៉ាត់គ្រាន់តែប្រើពាក្យមួយដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងរងាប់អារម្មណ៍ទេហើយខ្ញុំសូមសួរថាយួនដែលស្ដាប់ព្រះទេយើងយកទស្សនៈនឹងទៅនិយាយជាមួយយួនវិញតើយួនវាដែលស្ដាប់ព្រះជាមួយយើងទេវាវាយឲ្យវាជន់កដកខ្លាទៀតទៅបែរជាខ្មែរយើងប្រើទស្សនៈមួយខ្មែរយើងរិះគន់ពីសាសនានៅគ្នាចោទថាសិតតែថ្មិលហើយចុះអាយួនណាមកវាយអាហ៊ុនសែនណាវាយលោកជន់កលោកហើយអាកលោកទៀតណាតើពួកនឹងជាស្អីវិញណាបែរជាពួកនឹងក៏ជាអ្នកគូខៅទេអាអ្នករិះគន់ទៅជាថ្មិលនឹងហើយជាចំណុចនៅសង្គមខ្មែរយើងជន់តែអាអ្នកដែលគ្នានិយាយការពិតជន់គ្នាតែអាពួកដែលបំផ្លាញជាតិពួកដែលសម្លាប់ជាតិពួកដែលចោលទាំងអស់លើពួកនឹងឲ្យវាកាន់តែខ្ពស់ហើយនាំគ្នាខ្លាចសុំតែសេចក្តីសុខតើសុខវាបានឲ្យយើងទេនេះចំណុចទាំងអស់ហ្នឹងឲ្យបងប្អូនយើងទាំងអស់ជាវិជាប្រជាពលរដ្ឋក្នុងមួយចំនួនកាលណាតែប្រជុំដូចខ្ញុំកាលលើកមុនខ្ញុំចូលទៅប្រជុំនៅបងប្អូនយើងនៅអាមេរិកក្នុងចង្កោម10នាក់នេះអ្នកនិយាយនៅក្នុងដោយរឿងថាធ្វើបាតកម្មពីហៅថាបាតកម្មនឹងមួយបងប្អូនមានអាអ្នកដែលក្រុមខាងស៊ីអនុហ្នឹងគេថាកុំឲ្យនាំគ្នាធ្វើបាតកម្មអត់បានការទេយើងទៅចរចាជាមួយគេវិញគាត់និយាយពួកអាក្រុមអាស៊ីអនុហ្នឹងគឺវាជំរុញយើងមិនឲ្យយើងទៅធ្វើអីទាំងអស់ពីព្រោះឥឡូវហ្នឹងវាជារបបរាជានិយមពីព្រោះសម្ដីខ្ញុំត្រូវតែដូរចោលអារបបរាជានិយមហ្នឹងពីព្រោះហៅអីរាជានិយមបល័យពុយសាសទៅឈលលើកតា4ឲ្យយួនហែកដីឲ្យចិនហែករ៉ែឲ្យខ្មែររងគ្រោះដោយសារស្ដេចដូចជាចំណុចអស់ហ្នឹងយើងមើលឃើញពីអបាយកលវិនិច្ឆ័យកម្មបណ្ដាលមកពីអីគឺបណ្ដាលមកស្ដេចអាហ្នឹងដែលយើងមើលឃើញហើយចំណុចទី2អ្វីដែលគេជឿយើងបានគឺមកពីជំនឿទៅលើសាសនាហ្នឹងយើងតើអ្នកណាជឿសាសនាអីជឿទៅនេះជាសាសនាដែលយើងដាក់នៅក្រៅតែអត់អាចយកមកដឹកនាំជាមួយជាតិទេរាល់សម្ដីអ្នកដឹកនាំយកតាពីសាសនាយកមកអប់រំជាតិអញ្ចឹងហើយដែលគេឈ្លានពានយើងបាននោះចំណុចកន្លែងណាដែលយើងយកសាសនាទៅវាយគេឈ្លាននោះចំណុចហ្នឹងឲ្យបងប្អូនចាប់អារម្មណ៍ទាំងអស់គ្នាបាទខ្ញុំនឹងចាក់សូមបងប្អូនរងចាំស្ដាប់ភាគទី2ជាភាគបន្តបាទសូមអរគុណ